ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណើរទេសចរដើម្បីសុខភាពដ៏ថ្មីស្រឡាងមួយជាមួយនឹងវិទ្យាសាស្ត្រទំនើបនិងបទពិសោធន៍វប្បធម៌នៅក្នុងប្រទេសជប៉ុនដំណើរទេសចរនេះគឺជាដំណើរទេសចរដើម្បីសុខភាពដ៏វិសេសដែលមានការចូលរួមសហការរៀបចំដោយក្រុមហ៊ុន Imatoku Medic មន្ទីរពេទ្យជប៉ុន Sanrai នៅប្រទេសកម្ពុជានិងក្រុមមន្ទីរពេទ្យ Kitahara នៅប្រទេសជប៉ុនហើយជាដំណើរទេសចរដែលស្របទៅតាមបំណងប្រាថ្នារបស់លោកអ្នកផ្ទាល់ទាំងស្រុងយើងបានដឹងហើយថាបច្ចុប្បន្នជំងឺ stroke គឺកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាដូច្នេះការពិនិត្យសុខភាពខួរក្បាលគឺជាគន្លឹះដ៏សំខាន់មួយដើម្បីការពារសុខភាពលោកអ្នកឲ្យជៀសផុតពីឥទ្ធិពលនៃជំងឺ stroke តើលោកអ្នកចង់ទទួលការពិនិត្យសុខភាពខួរក្បាលនៅមន្ទីរពេទ្យនៃប្រទេសជប៉ុនដែលផ្ដល់ទំនុកចិត្តខ្ពស់ដែរឬទេនាឆ្នាំថ្មីនេះទន្ទឹមនឹងការផ្លាស់ប្ដូរនៃរបបអាហារនិងទម្លាប់រស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាចំនួននៃអ្នកជំងឺ stroke ក៏មានទំនោរកើនឡើងច្រើនផងដែរជំងឺ stroke គឺជាជំងឺដែលអាចបន្សល់នូវផលវិបាកជាច្រើននិងមានឥទ្ធិពលយ៉ាងធំធេងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺយ៉ាងណាមិញយើងអាចកាត់បន្ថយហានិភ័យនៃជំងឺនេះបានច្រើនតាមរយៈការថែរក្សាសុខភាពជាប្រចាំថ្ងៃដើម្បីបង្ការការកើនឡើងនៃជំងឺ stroke ក៏ដូចជាការអាចស្វែងរកឃើញនៅជំងឺនេះឆាប់រហ័សនៅដំណាក់កាលដំបូងឲ្យបានទាន់ពេលវេលាអាស្រ័យហេតុនេះការពិនិត្យសុខភាពខួរក្បាលគឺមានសារៈសំខាន់ជាខ្លាំងបច្ចេកវិទ្យាទំនើបនៃផ្នែកវិទ្យាសាស្ត្រនៃប្រទេសជប៉ុនត្រូវបានទទួលស្គាល់លើសកលលោកប្រទេសជប៉ុនត្រូវបានពិភពលោកស្គាល់ថាជាប្រទេសដែលមានប្រជាជនមានសុខភាពល្អនិងអាយុវែងហេតុផលនៅពីក្រោយនោះគឺការមានបច្ចេកវិទ្យាវិទ្យាសាស្ត្រកម្រិតខ្ពស់និងប្រព័ន្ធសេវាសុខភាពដែលយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកជំងឺម្នាក់ៗជាពិសេសវិទ្យាសាស្ត្រផ្នែកខួរក្បាលនៃប្រទេសជប៉ុនគឺស្ថិតនៅលំដាប់ខ្ពស់ក្នុងពិភពលោកនៅក្នុងប្រទេសជប៉ុនចំនួននៃវេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទសម្រាប់ប្រជាជនម្នាក់គឺមានចំនួនច្រើនជាងនៅសហរដ្ឋអាមេរិកលើសពី3ដងម្យ៉ាងទៀតនៅប្រទេសជប៉ុនបច្ចេកទេសវិទ្យាសាស្ត្រសម្រាប់ការព្យាបាលជំងឺខួរក្បាលត្រូវបានចាត់ទុកថាមានការរីកចម្រើនខ្លាំងប្រៀបធៀបទៅនឹងការព្យាបាលជំងឺផ្សេងទៀតមន្ទីរពេទ្យជប៉ុន Sanrai នៅប្រទេសកម្ពុជាត្រូវបានស្ថាបនាឡើងដោយក្រុមមន្ទីរពេទ្យ Kitahara នៅប្រទេសជប៉ុនក្រុមមន្ទីរពេទ្យ Kitahara គឺជាក្រុមមន្ទីរពេទ្យឯកទេសផ្នែកវះកាត់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទដោយបានចូលរួមទ្រទ្រង់វិស័យវិទ្យាសាស្ត្រនៅប្រទេសជប៉ុនអស់រយៈពេល30ឆ្នាំកន្លងមកហើយនៅក្នុងនោះមន្ទីរពេទ្យអន្តរជាតិ Kitahara ជាមន្ទីរពេទ្យសង្គ្រោះបន្ទាន់ស្ថិតនៅក្នុងទីក្រុងតូក្យូដែលបាននឹងកំពុងផ្ដល់ការព្យាបាលដល់អ្នកជំងឺ stroke ជាច្រើនសន្ធឹកសន្ធាប់ម្យ៉ាងទៀត Kitahara OD Clinic គឺជា clinic ឯកទេសផ្នែកពិនិត្យសុខភាពនៃក្រុមមន្ទីរពេទ្យ Kitahara ហើយក៏ធ្លាប់ជាវត្តមានដំបូងនៅប្រទេសជប៉ុនដែលបានចាប់ផ្ដើមប្រព័ន្ធអនុវត្តការពិនិត្យសុខភាពខួរក្បាលលក្ខណៈលម្អិតនៅក្នុងដំណើរទេសចរនេះលោកអ្នកនឹងទទួលបានការពិនិត្យសុខភាពខួរក្បាលកម្រិតខ្ពស់បំផុតនៅ Kitahara OD Clinic ជាលក្ខណៈផ្ដាច់មុខហើយការពិនិត្យសុខភាពនោះនឹងត្រូវបានអនុវត្តដោយវិទ្យាសាស្ត្រជនជាតិជប៉ុនដែលមានបទពិសោធន៍ច្រើនរួមជាមួយនឹងបរិក្ខារវិទ្យាសាស្ត្រដែលទំនើបថ្មីចុងក្រោយនៅក្នុងប្រទេសជប៉ុនបន្ថែមលើនោះទៀតយើងខ្ញុំក៏អាចផ្ដល់ជូននូវការពិនិត្យសុខភាពផ្សេងទៀតក្រៅពីខួរក្បាលស្របទៅតាមបំណងប្រាថ្នារបស់លោកអ្នកផងដែរយើងខ្ញុំមានមគ្គុទ្ទេសក៍ជំនាញបកប្រែភាសាជប៉ុនជនជាតិខ្មែរដែលនឹងអមដំណើរជាមួយលោកអ្នកគ្រប់ពេលវេលាដូច្នេះលោកអ្នកនឹងគ្មានក្តីបារម្ភអំពីឧបសគ្គផ្នែកភាសានោះទេដោយមគ្គុទ្ទេសក៍របស់យើងខ្ញុំនឹងជួយគាំទ្រយ៉ាងពេញលេញដល់ការស្នាក់នៅក្នុងប្រទេសជប៉ុនរបស់លោកអ្នកម្យ៉ាងទៀតក្រោយពេលត្រឡប់ទៅប្រទេសកម្ពុជាវិញលោកអ្នកនៅតែអាចបន្តតាមដានសុខភាពដោយមានទំនុកចិត្តខ្ពស់នៅមន្ទីរពេទ្យជប៉ុន Sanrai ក៏ដូចជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ Sanrai ដែលប្រចាំនៅប្រទេសកម្ពុជាផងដែរនៅក្នុងដំណើរទេសចរនេះលោកអ្នកនឹងមិនត្រឹមតែទទួលបានការពិនិត្យសុខភាពខួរក្បាលប៉ុណ្ណោះទេប៉ុន្តែក្រុមមន្ទីរពេទ្យ Kitahara ក៏មានការរៀបចំជាកម្មវិធីសុខភាពសម្រាប់លោកអ្នកផងដែរកម្មវិធីពិសេសនោះគឺការសប្បាយរីករាយជាមួយនឹងវប្បធម៌នៃប្រទេសជប៉ុនរួមមានដូចជាការទទួលបទពិសោធន៍កសិកម្មនៅក្នុងធម្មជាតិដ៏សម្បូរបែបការចម្អិនអាហារជប៉ុនដែលប្រើប្រាស់បន្លែគ្មានជាតិគីមីពិធីឆុងតែនិងការស្លៀកសម្លៀកបំពាក់គីម៉ូណូជាដើម
ប្រទេសជប៉ុនត្រូវបានពិភពលោកស្គាល់ថាជាប្រទេសដែលមានប្រជាជនមានសុខភាពល្អនិងអាយុវែងដូច្នេះតាមរយៈការប្រស្រ័យទាក់ទងជាមួយមនុស្សពេញវ័យចំណាស់នៅប្រទេសជប៉ុនលោកអ្នកប្រហែលជាអាចនឹងដឹងនៅអាថ៌កំបាំងនៃការថែរក្សាសុខភាពរបស់ប្រជាជនជប៉ុនកម្មវិធីសុខភាពដែលរៀបចំដោយក្រុមមន្ទីរពេទ្យគីតាហារ៉ាក៏រួមមានពេលវេលាត្រាំទឹកក្តៅធម្មជាតិដែលយើងតែងហៅថាអ៊ុនសែនផងដែរការត្រាំទឹកក្តៅអ៊ុនសែននឹងផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពរបស់លោកអ្នកធ្វើឲ្យលោកអ្នកអាចសម្រាករាងកាយនិងស្មារតីបានពេញលេញស្របពេលនឹងការទទួលបាននូវអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីនោះដោយឡែកយើងខ្ញុំក៏អាចរៀបចំគម្រោងទេសចរទៅតាមបំណងប្រាថ្នាផ្ទាល់របស់លោកអ្នកផងដែរឧទាហរណ៍ការធ្វើដំណើរកម្សាន្តគយគន់ទេសភាពដ៏ស្រស់ស្អាតនិងការទទួលបទពិសោធន៍វប្បធម៌នានាផ្សេងៗទៀតដែលមាននៅប្រទេសជប៉ុនលោកអ្នកនឹងរីករាយជាមួយនឹងភាពទាក់ទាញនៃប្រទេសជប៉ុនរួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃរដូវទាំង4គឺផ្កាសាគូរ៉ានៅរដូវផ្ការែកឆ្នេរសមុទ្រនៅរដូវក្តៅស្លឹកឈើពណ៌ក្រហមនៅរដូវស្លឹកឈើជ្រុះនិងព្រិលធ្លាក់នៅរដូវរងាដំណើរទេសចរនេះគឺរៀបចំទៅតាមការចង់បានរបស់លោកអ្នកទាំងស្រុងក្រោយពេលទទួលបានទំនាក់ទំនងពីលោកអ្នកយើងខ្ញុំនឹងធ្វើការសាកសួរអំពីចំណាប់អារម្មណ៍របស់លោកអ្នកដើម្បីរៀបចំនៅដំណើរកម្សាន្តមួយដែលស្របទៅតាមការប្រុងប្រាថ្នារបស់លោកអ្នកផ្ទាល់មុនពេលចាក់ចេញឆ្ពោះទៅកាន់ប្រទេសជប៉ុនមន្ទីរពេទ្យជប៉ុនសាន់រ៉ៃនៅប្រទេសកម្ពុជានឹងផ្ដល់ជូននូវការពិគ្រោះនិងការពិនិត្យសុខភាពមួយចំនួនដល់លោកអ្នកហើយនៅពេលមកដល់ប្រទេសជប៉ុនលោកអ្នកនឹងទទួលបានការពិនិត្យសុខភាពលក្ខណៈឯកជននៅ Kitahara OD Clinic បន្ទាប់ពីនោះចាប់ពីថ្ងៃទី2ទៅលោកអ្នកនឹងរីករាយជាមួយនឹងកម្មវិធីសុខភាពក៏ដូចជាដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុនទៅតាមគម្រោងដែលបានរៀបចំម្យ៉ាងទៀតក្រោយពេលលោកអ្នកត្រឡប់ទៅប្រទេសកម្ពុជាវិញយើងខ្ញុំនឹងផ្ដល់ជូននៅការពន្យល់លម្អិតជាភាសាខ្មែរអំពីលទ្ធផលនៃការពិនិត្យសុខភាពដែលលោកអ្នកបានទទួលនៅប្រទេសជប៉ុនការវិនិយោគដើម្បីសុខភាពទៅអនាគតតើហេតុអ្វីលោកអ្នកមិនបោះជំហានទៅមុខមួយជំហានដើម្បីសុខភាពខ្លួនឯងផ្ទាល់ពីពេលនេះទៅក្រុមហ៊ុន Imatoku Medic រៀបចំសេវាកម្មនេះដោយមានចក្ខុវិស័យផ្ដល់ជូននូវបទពិសោធន៍ថ្មីសម្រាប់ការថែរក្សាសុខភាពជូនដល់ប្រជាជននៅប្រទេសកម្ពុជាយើងខ្ញុំនឹងជួយគាំទ្រដល់សុខភាពរបស់លោកអ្នកជាមួយនឹងវិទ្យាសាស្ត្រទំនើបនៃប្រទេសជប៉ុននិងសេវាកម្មដ៏កក់ក្ដៅយើងខ្ញុំទន្ទឹងរង់ចាំការមកដល់ប្រទេសជប៉ុនរបស់លោកអ្នក